ជារបៀបរក្សាទុកមានធ្វើនៅក្នុងស្ទើរគ្រប់វប្បធម៌គ្រប់តំបន់បន្លែត្រាំបន្លែជ្រក់កំពុងក្លាយជាអាហារដ៏ពេញនិយមជាថ្មីតាំងតែពីប៉ុន្មានឆ្នាំចុងក្រោយមកនេះខ្មែរធ្វើជ្រក់កូរ៉េធ្វើគីមឈីបារាំងធ្វើស៊ូគ្រូតគ្រឿងត្រាំគ្រឿងជ្រក់គ្រឿងផ្អាប់ទាំងអស់នេះមនុស្សលោកចេះធ្វើតាំងតែពីយូរយារណាស់មកហើយគឺជាវិធីសាស្ត្រនៃការរក្សាទុកអាហារបែបបុរាណតាមដំណើរធម្មជាតិដោយយកបន្លែទៅត្រាំឬក៏ទៅប្រឡាក់ផ្អាប់ក្នុងទឹកអំបិលចុះតាមបែបវិទ្យាសាស្ត្រនិងគីមីវិទ្យាវិញរបៀបរក្សាទុកបែបនេះមានគុណប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាពបើតាមការពន្យល់របស់លោករ៉ាហ្វាអែលអូម៉ុងសាស្ត្រាចារ្យនិងជាអ្នកឯកទេសស្រាវជ្រាវម្ហូបតាមបែបវិទ្យាសាស្ត្រគីមីវិទ្យាវិធីត្រាំបន្លែគឺជារបៀបរក្សាទុកបន្លែឲ្យបានយូរដោយមិនឆ្លងកាត់ការចម្អិននៅលើភ្លើងសម្រាប់មេរោគម្ហូបមិនប្រើកម្ដៅល្អខ្លាំងណាស់បើគិតអំពីគុណប្រយោជន៍ផ្នែកសុខភាពពីព្រោះវាអាចរក្សាវីតាមីនរបស់បន្លែទាំងអស់នោះបាននៅស្ទើរតែទាំងស្រុងវីតាមីនខ្លាចភ្លើងនិងកម្ដៅខ្លាំងណាស់ជាពិសេសគឺវីតាមីន C តែម្ដងសម្រាប់លោកសាស្ត្រាចារ្យអូម៉ុងការត្រាំការជ្រក់បន្លែគឺជាវិធីប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយអាហារផងគ្រប់បរិស្ថានផងសន្សំសំចៃថវិកាផងហើយល្អសម្រាប់សុខភាពទៀតវិធីត្រាំអាហារមានច្រើនយ៉ាងនិងច្រើនមុខដែលអាចនាំលទ្ធផលចុងក្រោយប្លែកពីគ្នាទៅតាមការលាយគ្រឿងផ្សំដោយត្រូវការជាគោលការណ៍តែបន្លែទឹកអំបិលនិងក្រឡស្អាតមួយមុខបិទជិតរួចទុកដាក់នៅក្នុងទីកន្លែងត្រជាក់ស្ងួតមិនត្រូវការថ្ងៃគឺជាការស្រេចការត្រាំផ្អាប់អាហារក្នុងទឹកអំបិលដើម្បីរក្សាទុកបានយូរមានដំណើរតែមួយដូចគ្នាគឺប្រើឲ្យបាក់តេរីបំផ្លែងយន្តការត្រាំឬក៏ផ្អាប់នេះអាចនាំឲ្យជាតិស្ករឬក៏អាមីដុងរបស់បន្លែបំផ្លែងទៅជាអាល់កុលនិងពីអាល់កុលទៅជាទឹកខ្មេះឬក៏ពីស្ករទៅជាអាស៊ីតឡាក់ទីកជូរក្នុងករណីត្រាំឬក៏ជ្រក់បន្លែគេទុកឲ្យបាក់តេរីបំផ្លែងជាតិស្កររបស់បន្លែផ្លែឈើឲ្យទៅជាជាតិអាស៊ីតឡាក់ទីកដើម្បីបដូរសន្តាននិងបដូររសជាតិបន្លែហើយជួយរក្សាបន្លែឬក៏អាហារទាំងអស់នោះឲ្យបានយូរតាមរយៈការជំរុញបាក់តេរីល្អឲ្យលូតលាស់ហើយរារាំងកម្ចាត់បាក់តេរីអាក្រក់គឺអំបិលនិងការផ្អាប់ជាអ្នកបំផ្លែងទៅជាអាស៊ីតឡាក់ទីកជាតិជូរនេះហើយដែលធ្វើឲ្យបន្លែមានរសជាតិជូរអែមដ៏សែនឆ្ងាញ់តែបើជាអំបិលតែម្នាក់ឯងឬក៏ផ្អាប់តែឯងមិនគ្រប់គ្រាន់ទេសូមបញ្ជាក់ថាគ្រប់បន្លែផ្លែឈើទាំងអស់សុទ្ធតែមានមីក្រូសរីរាង្គដូចជាបាក់តេរីមេផ្សិតរាប់ពាន់លានជាប់នៅពីលើទោះបីជាលាងសម្អាតយ៉ាងដូចម្ដេចក៏មិនអស់ដែរតែយើងត្រូវការឲ្យនៅសល់បាក់តេរីខ្លះដើម្បីជួយបំផ្លែងជាតិស្ករ fructose, glucose ឬ saccharose របស់បន្លែផ្លែឈើឲ្យទៅជាអាស៊ីតឡាក់ទីកដែលបើទុកកាន់តែយូរកាន់តែជូរនឹងជួយញែករើសទុកបាក់តេរីល្អៗហើយកម្ចាត់បាក់តេរីដែលមិនល្អចេញបាក់តេរីមិនមែនសុទ្ធតែជាសត្រូវរបស់មនុស្សលោកដូចជាការគិតពីមុនទេបាក់តេរីមានល្អមានអាក្រក់វិទ្យាសាស្ត្រទើបតែរកឃើញគុណសម្បត្តិនៃបាក់តេរីសម្រាប់សុខភាពមានន័យថាការបរិភោគបន្លែត្រាំឬក៏បន្លែជ្រក់គឺជាប្រភពនាំបាក់តេរីធម្មជាតិល្អៗទៅជួយបង្កើនលំនឹងដល់ពពួកមីក្រូសរីរាង្គមីក្រូប៊ីយ៉តនៅក្នុងពោះវៀននៅពេលមានលំនឹងមីក្រូប៊ីយ៉តដំណើរការរំលាយអាហារក៏ល្អសុខភាពប្រព័ន្ធរំលាយអាហារក៏លែងសូវមានបញ្ហាដែរបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតជំនាញផ្នែកសុខភាពពោះវៀននៅក្នុងខ្លួនមនុស្សយើងក្រុមមីក្រូសរីរាង្គដូចជាបាក់តេរីផ្សិតវីរុសដែលគេហៅតាមភាសាបច្ចេកទេសថាមីក្រូប៊ីយ៉តរស់ផ្ដុំគ្នាក្នុងប្រព័ន្ធរំលាយអាហារយើងតាំងពីមាត់រហូតដល់ទ្វារធំក្នុងចំនួនរាប់កោតលានឯណោះឬក៏ស្មើនឹងប្រមាណ1គីឡូកន្លះបើយើងថ្លឹងមីក្រូប៊ីយ៉តនេះមានភារកិច្ចរំលាយអាហារផលិតវីតាមីនជួយប្រព័ន្ធការពារខ្លួនប្រឆាំងឬក៏បង្កការរលាកមីក្រូប៊ីយ៉តក៏អាចមានអន្តរកម្មផងដែរជាមួយនឹងសរីរាង្គកាយទាំងមូលមានជាអាចជាមួយនឹងប្រព័ន្ធរំលាយអាហារប្រព័ន្ធមេតាបូលិកទឹកនោមផ្អែមសម្ពាធឈាមថ្លើមខួរក្បាលនិងសន្លាក់និងលាក់ហេតុដូច្នេះហើយបានជានៅពេលដែលមីក្រូប៊ីយ៉តនៅក្នុងពោះរបស់មនុស្សយើងមានលំនឹងយើងក៏ស្រួលខ្លួនខ្លាំងបរិមាណនៃមីក្រូសរីរាង្គមានជីវិតprobiotic បាក់តេរីល្អនិងចំនួនបាក់តេរីក៏អាចជ្រាបចូលទៅក្នុងពោះវៀនហើយផ្ដល់ផលល្អដល់ប្រព័ន្ធរំលាយអាហារអាស្រ័យទៅលើកត្តាច្រើនយ៉ាងទៀតមានជាអាចប្រភេទអាហារដែលយើងយកទៅត្រាំបន្លែផ្លែឈើពពួកមានសរសៃធាតុសរសៃច្រើនផ្ដល់គុណប្រយោជន៍កាន់តែខ្លាំង
ដោយសារសកម្មភាពរបស់បាក់តេរីបន្លែត្រាំឬក៏បន្លែជ្រក់คล้ายទៅជាអាហារដែលងាយរំលាយបើប្រៀបធៀបទៅនឹងអាហារស្រស់មិនទាន់ជ្រក់ពីព្រោះបាក់តេរីវាបានជួយធ្វើការខ្លះដោយទៅបំបែកម៉ូលេគុលជាតិ glucose, galactose ឬក៏ជាតិស្ករនិងអាមីដុងធម្មជាតិនៃបន្លែទាំងអស់នោះការត្រាំជ្រក់ឲ្យឡើងជាតិអាស៊ីតជូរនេះមានសកម្មភាពជាសារធាតុធម្មជាតិជួយរក្សាទុកឲ្យបានយូរផងបង្កើនរសជាតិផងនិងជួយឲ្យបន្លែនៅមានសណ្ឋានល្អទន់តែស្រួយមានជីវជាតិផ្អែមជូរប្រៃជូរអែមហើយមានអាហារូបត្ថម្ភកាន់តែសម្បូរបែបជាពិសេសតែម្ដងពីព្រោះថានៅពេលត្រាំឬក៏ជ្រក់បន្លែខ្លះឡើងគុណភាពផ្នែកអាហារូបត្ថម្ភនិងកាន់តែល្អសម្រាប់សុខភាពពីព្រោះសកម្មភាពត្រាំជ្រក់ផ្អាប់បន្លែបានដំឡើងជាតិវីតាមីននិងរ៉ែហើយធ្វើឲ្យជាតិវីតាមីននិងរ៉ែទាំងអស់នោះងាយជ្រាបចូលទៅក្នុងសរីរាង្គកាយទៀតសមាសធាតុធម្មជាតិខ្លះដូចជាអាស៊ីតហ្វីទិកក្នុងសណ្ដែករាប់ទាំងសណ្ដែកសៀងផងអាចរារាំងដំណើរការស្រូបយកជីវជាតិរ៉ែនិងសង្កសីក៏ប៉ុន្តែបើគេយកបន្លែទាំងអស់នោះទៅត្រាំទៅផ្អាប់ឬក៏ទៅដាក់មេបណ្ដុះបាក់តេរីល្អទៅសមាសធាតុធម្មជាតិប្រឆាំងនឹងការស្រូបជីវជាតិរ៉ែត្រូវរលាយបាត់ទើបអ្នកអាចទទួលទាញយកប្រយោជន៍ផ្នែកអាហារូបត្ថម្ភពីបន្លែត្រាំបានយ៉ាងពេញលេញនិយាយជារួមបាក់តេរីល្អនៅក្នុងបន្លែត្រាំជួយពោះវៀនឲ្យមានសកម្មភាពស្រូបយកនិងផលិតវីតាមីន B និង K អ្នកវិទ្យាសាស្ត្រដែលយល់កាន់តែច្រើនឡើងជាលំដាប់អំពីដំណើរការនិងឥទ្ធិពលរបស់ក្រពះពោះវៀនសម្គាល់ឃើញទៀតថារបបអាហារត្រាំនិងផ្អាប់មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការជួយសម្រួលអារម្មណ៍និងអិរិយាបថរបស់មនុស្សបាក់តេរីប្រូបយ៉ូទិកខ្លះដូចជា Lactobacillus aeroveticus និង Bifidobacteria ដែលគេឃើញមានច្រើននិងជាញឹកញាប់នៅក្នុងអាហារត្រាំអាចជួយសម្រួលអាការៈសញ្ញាខ្វល់ខ្វាយនិងបាក់ទឹកចិត្តឲ្យបានប្រសើរឡើងបាក់តេរី Lactobacillus casei shirota មានឥទ្ធិពលលើការផលិតអុកម៉ូន cortisol និងកាត់បន្ថយរោគសញ្ញា stress ជាងនេះទៅទៀតក្នុងក្របខ័ណ្ឌនៃរបបអាហារត្រឹមត្រូវមានលំនឹងល្អការបញ្ចូលអាហារត្រាំឬក៏អាហារផ្អាប់1ក្រាមក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទ្រទ្រង់មុខងាររបស់ប្រព័ន្ធការពារខ្លួននិងកាត់បន្ថយហានិភ័យឆ្លងរោគទៀតការសិក្សាជាច្រើនបានលើកឡើងថាបាក់តេរីល្អនៅក្នុងប្រព័ន្ធរំលាយអាហារអាចជួយជាប្រយោជន៍កាត់បន្ថយគ្រោះកើតជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើអ្វីបើគេត្រូវការសិក្សាស៊ីជម្រៅបន្ថែមទៀតក៏ដោយក៏ការសិក្សាខ្លះបានសរសេរថាបាក់តេរីខ្លះអាចជួយសម្រួលឲ្យស្រកខ្លាញ់ពោះនិងចុះគីឡូក៏ប៉ុន្តែសូមប្រុងប្រយ័ត្នអាហារផ្អាប់មិនប្រកាសថាសុទ្ធតែល្អសម្រាប់សុខភាពរបស់មនុស្សទូទៅទេសូមកុំលំមពិសាអាហារជ្រក់និងត្រាំច្រើនហួសហេតុពេកតែ1ឬ2ស្លាបព្រាបាយគ្រប់គ្រាន់នឹងទាញយកគុណប្រយោជន៍ពីបន្លែត្រាំបន្លែផ្អាប់នោះបានហើយសូមលាយបន្លែត្រាំឬក៏ជ្រក់ជាមួយនឹងបន្លែព្រមទាំងអាហារផ្សេងទៀតចំពោះអ្នកមានជំងឺនិងអាការៈលើសឈាមមិនគួរពិសាអាហារត្រាំឬក៏ផ្អាប់ឬក៏ជ្រក់នេះទេពីព្រោះកំហាប់ជាតិអំបិលក្នុងបន្លែត្រាំឬក៏បន្លែជ្រក់មានកម្រិតខ្ពស់ខ្លាំងអ្នកងាយរំខានដោយសារធាតុអ៊ីស្តាមីននិងពូកែឆ្អល់ពោះក៏មិនគួរទទួលទានរបស់ផ្អាប់ត្រាំនេះដែរអ្នកជំងឺពីឈឺមានប្រព័ន្ធការពារខ្លួនខ្សោយអ្នកមិនធ្លាប់ទទួលទានអាហារបែបត្រាំបែបផ្អាប់សូមទទួលទានដោយប្រុងប្រយ័ត្ននិងក្រោមការតាមដានរបស់គ្រូពេទ្យសូមលាងកែវលាងដៃឲ្យបានស្អាតនិងមានអនាម័យខ្ពស់បំផុតក្នុងការធ្វើជ្រក់ត្រាំបន្លែឬក៏ផ្អាប់អាហារទាំងឡាយរួចទុកដាក់ឲ្យបិទជិតកុំឲ្យខ្យល់ចូលចំណែកឯក្បួនត្រាំក្បួនជ្រក់វិញលោកអ្នកនាងអាចធ្វើតាមទម្លាប់ពីដូនតារបស់យើងដោយចាក់ទឹកអង្ករឬក៏ដាក់ស្ករថែមឲ្យឆាប់កាច់ក៏បានក៏ប៉ុន្តែចំពោះអំបិលវិញសូមប្រើក្នុងកម្រិតពី1ទៅ2%នៃទម្ងន់បន្លែឧទាហរណ៍ស្ពៃ1គីឡូអំបិលគ្រួសក៏បានអំបិលម៉ត់ក៏បានចំនួន20ក្រាមលាយជាមួយទឹកស្អាតហើយដាំពុះទៀតកាន់តែប្រសើរ